ប្រមុខការពារជាតិច្បាស់ណាស់ការនងគឺតម្រង់ទៅរកខ្មាំងសត្រូវមិនដែលមានក្បួនទ័ពឯណាបំវាយការនងមកផ្ទះខ្លួនឯងនោះទេឯកឧត្តមនាយឧត្តមសេនីយ៍ទីសេហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានឆ្លើយតបទៅយោធាថៃចោទថាកម្ពុជាបំវាយការនងកំភ្លើងទៅមូលដ្ឋាននិងបន្ទាយរបស់យោធាថៃប្រមុខការពារជាតិបានលើកឡើងថានេះគឺជាវិធីការពារជាតិរបស់កម្ពុជាយើងបំពេញសភាវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅរកខ្មាំងសត្រូវមិនដែលមានក្បួនទ័ពឯណាបំវាយការនងមកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបើតាមឯកឧត្តមនាយឧត្តមសេនីយ៍ជំរឿសន្តិវិធីគឺការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងចំពោះផ្នែកយោធាគឺជំរឿសចុងក្រោយយើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅលើប្រទេសជិតខាងឡើយ